ប៉ូលីសវៀតណាមឡោមព័ទ្ធហាងមួយកន្លែងតែថៃកាយយកមនុស្សធ្វើសុខពិតជាសាហាវណាស់ដេញកាប់ប៉ូលីសទៀតឥឡូវជាប់ខ្នោះហើយពួកនេះមិនមែនជាមនុស្សទេបងប្អូនព្រោះពួកគេយកសាច់មនុស្សធ្វើជាអាហារអ្នកដែលស៊ីសាច់មនុស្សគឺមិនមែនមនុស្សមានតែសត្វដេរឆានបីសាច់ព្រីអាបធ្មប់ដែលយើងបានដឹងបងប្អូនអញ្ចឹងពួកនេះមិនមែនជាមនុស្សទេគឺជាសត្វដេរឆានវាគួរឲ្យស្អប់ខ្ពើមបំផុតជាតិសាសន៍មួយនេះតែមិនមែនទាំងអស់ទេបងប្អូនតែមួយចំនួនតូចប៉ុណ្ណោះដែលធ្វើឲ្យប្រទេសទាំងមូលរងនៅភាពអាម៉ាស់និងភាពភ័យខ្លាចដោយសារតែស៊ីសាច់មនុស្សមកដល់ពេលនេះទម្រាំទាំងចាប់បានឃាតករតើចំណាយមនុស្សប្រមាណអ្នកហើយដែលត្រូវវាសម្លាប់ត្រូវវាយកទៅធ្វើស៊ុបហើយមានមនុស្សប្រមាណ100នាក់ទៀតដែលទៅទទួលទានសាច់មនុស្សដូចពួកវានោះបងប្អូនហើយគ្រាន់តែគិតគោញញើតគ្រាន់តែគិតគោខ្ពើមរអើមព្រោះមិនមែនជាធម្មជាតិសម្រាប់យើងទទួលទានឯជាពួកបិសាចទាំងនេះពួកវាខំស៊ីដោយគ្មានខ្លាចខ្ពើមរអើមអីបន្តិចចុះឃាតករដែលសម្លាប់មនុស្សធ្វើជាស៊ុបសម្រាប់លោកនេះគឺជាឃាតករដោះស្លែមិនមែនទើបនឹងឥឡូវនេះទេបងប្អូនមិនដឹងប្រហែលឆ្នាំមកហើយទេហើយមនុស្សក៏មិនដឹងពួកវានឹងសម្លាប់ប៉ុន្មានអ្នកដែររំចាប់បានឃាតករមកដល់ពេលនេះវាគួរឲ្យខ្លាចបំផុតហើយពួកវានេះខ្ញុំធ្លាប់តែឃើញថាបិសាចស៊ីមនុស្សក្នុងខ្សែភាពយន្តHollywood របស់អាមេរិកឥឡូវនេះមិនមែនជាការសម្ដែងទេបងប្អូនគឺជារឿងពិតនេះក៏ជាបិសាចស៊ីមនុស្សផងដែរនៅប្រទេសវៀតណាមតាមការស្រាវជ្រាវរកឃើញនៃអាជ្ញាធរវៀតណាមនេះគឺជាហាងស៊ុបមួយនៅក្រោមដីដែលមានសុវត្ថិភាពបំផុតមានការបែកធ្លាយឬក៏គ្មានមិនអាចរកឃើញទេប៉ុន្តែដោយសារតែឈាមស្រែកស្បែកហើយនិងព្រលឹងអ្នកស្លាប់ដាស់តឿនឲ្យប៉ូលីសចាត់វិធានការលើពួកនេះកុំអីក៏រកមិនឃើញដែរជាការពិតណាបងប្អូនក្រដាស់ទោះធំយ៉ាងណាក៏ដោយក៏មិនអាចខ្ចប់ភ្លើងចិត្តបានដែរដូចឃាតករឬថៅកែហាងនេះខំលាក់បិទបាំងពួនយ៉ាងណាក៏នៅតែរកឃើញដែរគ្រាន់តែយូរហើយនឹងឆាប់ប៉ុណ្ណោះតើបងប្អូនមាននៅចាំទេថាប៉ុន្មានឆ្នាំមុននេះក្រុមអក្រិតកម្មដែលយកមនុស្សធ្វើជាទឹកស៊ុបហើយនាំចេញមកលក់នៅប្រទេសកម្ពុជានិងប្រទេសវៀតណាមខ្លួនឯងត្រូវប៉ូលីសវៀតណាមចាប់បាននោះតើបងប្អូនមាននៅចាំទេហើយដឹកទាំងកណ្ដុងមនុស្សនៅប្រទេសកម្ពុជាហើយគេត្រូវចាប់បានដោយសារទឹកស៊ុបនេះយកមនុស្សធ្វើជាទឹកស៊ុបហើយមានរសជាតិឆ្ងាញ់អស្ចារ្យពេលនោះមិនមែនក្រុមពួកនេះទេក្រុមពួកនេះគឺយកមនុស្សធ្វើស៊ុបដូចគ្នាតែយកសាច់មនុស្សធ្វើជាអាហារមានរសជាតិឆ្ងាញ់ល្បីពេញប្រទេសវៀតណាមហាងនេះមួយគឺជាហាងល្បីជាងគេនេះបើយោងតាមព័ត៌មានវៀតណាមចុះផ្សាយហើយបែកធ្លាយជាបន្តឥឡូវនេះប៉ូលីសវៀតណាមប្រឆាំងបទល្មើសជួញដូរមនុស្សនិងប៉ូលីសណៃសិទ្ធិមនុស្សកំពុងតែដុតដៃដុតជើងស្រាវជ្រាវចាប់ឃាតករដែលយកមនុស្សទៅធ្វើស៊ុបកំពុងតែមានសកម្មភាពជារៀងរាល់ថ្ងៃដើម្បីយកមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់ស័ក្តិសមនឹងទង្វើដែលពួកវាបានធ្វើខ្ញុំក៏សូមផ្ដែផ្ដាំទៅបងប្អូនជនរួមជាតិទាំងអស់សូមប្រុងប្រយ័ត្នសុវត្ថិភាពរៀងខ្លួនសូមកុំដើរតែឯងហើយក៏សូមកុំស្រឡាញ់មនុស្សដែលយើងមិនស្គាល់សាវតាព្រោះអីមួយរយៈពេលនេះក៏ក្រាចឡើងវិញនៃការបាត់បង់មនុស្សដោយគ្មានមូលហេតុតែខ្ញុំសូមបញ្ជាក់មិនមែននៅប្រទេសកម្ពុជាយើងនោះទេបងប្អូនណាគឺនៅប្រទេសវៀតណាមនេះបើតាមព័ត៌មានវៀតណាមចុះផ្សាយសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតាមដានព័ត៌មានមួយនេះ